អ្នកដែលជិះតាក់ស៊ីនៅថៃធ្លាប់ជួបបញ្ហានេះហើយនេះមុំម៉ែតែគេវោនៅក្នុងតាក់ស៊ីហ្នឹងណាអានេះគឺការឡើងទៅលើជនជាតិភូមាដោយគាត់ជិះពីណាទៅណាទេគាត់អត់បាននិយាយបញ្ជាក់ទេហើយតាមធម្មតាគាត់និយាយទៅចេះគាត់ជិះយ៉ាងអន់ណាស់អត់ដល់400បាតទេហើយអានេះគឺគាត់ទៅដល់ផ្ទះហើយអត់ដល់ទេណាប៉ុន្តែក្នុងករណីនេះគាត់ជិះមិនទាន់ទៅដល់ក្នុងផ្ទះផងមិនទាន់ដល់ផ្ទះឬក៏ដល់ទីតាំងគាត់ផងគឺវាដល់400បាតបាត់ហើយដល់ពេលចឹងទៅគាត់អត់ព្រមទេគាត់ប្រកែកគាត់អីចឹងទៅហើយដល់ពេលខាងតាក់ស៊ីនេះគេប្រកែកគេថាគេជិះត្រឹមត្រូវហើយគេជិះតាមផ្លូវគេអីចឹងទៅហើយក្នុងករណីនេះគឺអត់ទាន់ដល់ផ្ទះទេគឺលើស400ហើយអញ្ចឹងទៅជនជាតិភូមិមានហ្នឹងក៏គាត់សុំចុះកណ្ដាលផ្លូវទៅហើយខ្ញុំជឿថាបងប្អូនប្រកាសជាជួបហើយខ្ញុំក៏ធ្លាប់ជួបដែរព្រោះខ្ញុំក៏ធ្លាប់នៅថៃដែរហើយករណីនេះបើអាចជាបានសម្រាប់ខ្ញុំឯណាខ្ញុំហៅ Grab ខ្ញុំអត់ដែរហៅតាក់ស៊ីបោយដៃទេហើយខ្ញុំជឿថារឿងតាក់ស៊ីនេះនៅស្រុកថៃអត់ងាយបាត់ទេព្រោះបើតាវានិយាយថាយើងហាតុកតុកតាក់ស៊ីវាក៏មិនណយដែរចឹងនិយាយថាគ្រាន់តែថាមិនដឹងជាមិនទេបានជាព័ត៌មានគេវាមិនសូវជាល្បីដល់ពេលមកខ្មែរយើងនេះអីបន្តិចបន្តួចវាផ្ទុះសាហាវជាងចឹងណាខ្ញុំក៏មិនដឹងថាម៉េចដែរបាទមានតែប៉ុណ្្នឹងទេអរគុណ